រូបដូចគ្នាដែរហើយឈីមានន័យថាជីសឺមានន័យថាបានចាស់ឬមួយក៏គឺជាឧទាហរណ៍ពាក្យនេះអញ្ចឹងពាក្យនេះថា小明是一名学生មានន័យថា小明គឺជាសិស្សមួយរូបឬមួយក៏យើងអាចនិយាយថា小明是一位学生អាហ្នឹងក៏ដូចគ្នាដែរពេលបកមកគឺដូចគ្នា学生មានន័យថាសិស្ស学生មានន័យថាសិស្សថាមានន័យថាគាត់អញ្ចឹងថាគឺមាន3គឺទី1ថាអានេះថាមនុស្សអានេះប្រើសម្រាប់មនុស្សប្រុសហើយថាមួយទៀតប្រើសម្រាប់មនុស្សស្រីហើយថាមួយទៀតគឺប្រើសម្រាប់សត្វឬមួយក៏វត្ថុអីផ្សេងផ្សេងថាគឺ3ហ្នឹងសំឡេងដូចគ្នាតោះឥឡូវយើងរៀនចេញរៀនពាក្យថ្មីរបស់យើងហើយឥឡូវយើងចូលអត្ថបទរបស់យើងវិញគឺ小明是一名学生小明គឺឈ្មោះរបស់小明ហើយដល់ពេល是គឺជាឬមួយក៏បាទចាស់ប៉ុន្តែក្នុងអត្ថបទនេះគឺគេសឺនោះគឺសំដៅទៅលើគឺជា小明是一位学生មានន័យថា小明គឺជាសិស្សមួយរូបបាទអញ្ចឹងតោះអត្ថបទរបស់យើងគឺ小明是一名学生小明គឺជាសិស្សមួយរូប他每他每天他每天几点起床មានន័យថាគាត់ជារៀងរាល់ថ្ងៃពេលព្រឹកម៉ោង7ក្រោយពីគេអូខេអញ្ចឹងថាគឺមានន័យថាគាត់